Ok អ្នកទាំងអស់គ្នាដែលគាត់ចង់បង្កើតរូបដែលមានចលនាបែបនេះពីរូបភាពហើយទៅជាវីដេអូដែលមានចលនាខ្លីៗទុកផុសនៅក្នុង YouTube Short ហើយហ្នឹងអ្នកគ្នាអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំណែនាំនេះបានហើយអ្នកគ្នាច្បាស់ណាស់គឺអ្នកគ្នានឹងធ្វើបាន 100% តែម្ដងជាដំបូងអ្នកគ្នាចូលមកកាន់ Channel YouTube របស់ខ្ញុំហើយអ្នកគ្នាកុំភ្លេច Subscribe នៅក្នុង Channel YouTube របស់ខ្ញុំផងដើម្បីទទួលបានចំណេះដឹងពី AI និងគន្លឹះថ្មីៗទៀតពី Channel ខ្ញុំលីចាំណាទាំងអស់គ្នាអូខេអញ្ចឹងអ្នកគ្នាវីដេអូដែលខ្ញុំបានចែករំលែកអ្នកគ្នានៅក្នុងហ្នឹងអ្នកគ្នាអាចចូលទៅ check មើលតបន្ទាប់ទៀតបានអញ្ចឹងអ្នកគ្នាកុំភ្លេចណា Subscribe នៅក្នុង Channel YouTube របស់ខ្ញុំហើយនឹងlike ម្នាក់មួយ comment ម្នាក់មួយថាខ្ញុំមកពី Telegram ហើយបើសិនជាមានគ្រប់ចំនួនការកំណត់របស់ខ្ញុំនឹងធ្វើការ giveaway ជូនទៅកាន់អ្នកគ្នាដែលតាមដាននិងគាំទ្រ channel របស់ខ្ញុំបានអូខេអញ្ចឹងយើងចូលមកកាន់Gemini វិញដោយសារតែយើងមាន from របស់ខ្ញុំផាសនៅក្នុង channel Telegram ហើយអ្នកគ្នាអាចចូលទៅយកបានចាបន្ទាប់មកយើងផាស from នៅក្នុង Gemini ហើយ Gemini ក៏បានបង្កើតឲ្យយើងហើយយើងធ្វើការយក from ទាំងអស់ហ្នឹងចូលទៅក្នុង Pixeloman Pixeloman គឺជាកន្លែងដែលបង្កើតរូបភាពឲ្យច្បាស់ហើយឲ្យម៉ត់ចត់ជាងមុនណាអញ្ចឹងអ្នកគ្នាអាចមើលតាមនឹងបានបន្ទាប់មកទៀតខ្ញុំនឹងធ្វើការលុបរូបនឹងចេញព្រោះរូបនឹងខ្ញុំបង្កើតម្ដងហើយខ្ញុំធ្វើការលុបរូបនឹងចេញខ្ញុំធ្វើការ upload រូបនឹងណាអូខេដើម្បីយើង clear រូបនឹងចេញយើងចូលមកហើយខ្ញុំធ្វើការយកពាក្យថា upload អញ្ចឹងយើង upload មកអូខេយើងយករូបភាពរបស់យើងមកហើយកន្លែងនេះគឺយើងដាក់ from របស់យើង from ដែលយើងបានបង្កើនណាអូខេអញ្ចឹងខ្ញុំធ្វើការទៅយក from នឹងមកសិនអូខេអញ្ចឹងខ្ញុំចុច copy បន្ទាប់មកខ្ញុំចូលទៅ Pixeloman វិញខ្ញុំលុប from នឹងចេញអូខេខ្ញុំធ្វើការចុចផាសមកអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយកន្លែងនេះគឺកំណត់ទំហំវីដេអូរបស់យើងយ៉ាហើយកន្លែងនេះគឺកន្លែងដែលយើងចង់បំបែករូបហ្នឹងប្រហែលចង់បំបែក1ឬក៏2បើសិនជា3ឡើងវាត្រូវប្រែលុយអញ្ចឹងណាអូខេអញ្ចឹងខ្ញុំដាក់2បានហើយអញ្ចឹងយើងត្រូវការបង្កើតមកអូខេអញ្ចឹងកន្លែងនេះយើងរងចាំវា1នាទីទៅ2នាទីដែរអ្នកនរគ្នាកុំឲ្យថាវាកំពុងតែ generate ឲ្យទៅតាមសកម្មភាពដែល from របស់យើងបានដាក់ទៅហើយនឹងរូបភាពរបស់យើងទោះរូបភាពយើងតែមួយឬក៏រូប Venta ហ្នឹងតែមួយបើយើងផាស from នឹងចូលទៅនឹងមានសកម្មភាពផ្សេងៗនៅក្នុងហ្នឹងទាំងអស់អូខេអញ្ចឹងខ្ញុំធ្វើការ download ហើយយើងធ្វើការ download រូបភាពហ្នឹងដើម្បីទៅឲ្យដើម្បីទៅបង្កើតចលនារបស់វាខ្ញុំធ្វើការ download ហើយខ្ញុំចូលមកកន្លែងមុននឹងយើងចូលមកដល់កន្លែងហ្នឹងអ្នកនរគ្នាចូលទៅ website ហើយវាយពាក្យនេះទៅ Hello AI ហ្នឹងបន្ទាប់មកយើងនេះនៅខាងក្រោមហ្នឹងអ្នកនរគ្នាចុចយកមក AI video creator ហ្នឹងអូខេអញ្ចឹងយើងចុចចូលមកបើសិនជាខ្ញុំដូចខ្ញុំចុចចូលរួចទៅហើយខ្ញុំធ្វើការថយសិនអញ្ចឹងអ្នកនរគ្នាពេលចូលមកគឺនឹងឃើញសកម្មភាពដូចខ្ញុំហើយខ្ញុំបញ្ជាក់ថាអ្នកនរគ្នាគឺអ្នកនរគ្នាអាចប្រើបានទាំងទូរស័ព្ទនិងកុំព្យូទ័រAndroid ឬក៏ iOS គឺប្រើបានដូចតែគ្នាទេណា AI ជាធម្មតាយើងប្រើបានដូចតែគ្នាអូខេអញ្ចឹងយើងចូលមកបានបែបហ្នឹងគឺយើងយកកន្លែងវីដេអូអ្នកគ្នាយកកន្លែងវីដេអូមកហើយកន្លែងហ្នឹងផាស from យើងចូលមកណា from របស់យើងដែលយើងបានបង្កើតរូបដែរណាផាសវាចូលទៅមួយមកហើយខ្ញុំបន្ទាប់មកខ្ញុំទៅរករូបដែលខ្ញុំបាន download អមាញ់ហ្នឹងអូខេខ្ញុំចុច open បន្ទាប់មកយើងចង់បំបែករូបភាពហ្នឹងទៅជាប្រហែលរូបយើងអាចបានដល់4រូបនោះអញ្ចឹង4វីដេអូ sorry 4វីដេអូអញ្ចឹងខ្ញុំសុំដាក់វាទៅបើយើងដាក់1វាបាន1អញ្ចឹងខ្ញុំសុកចិត្តដាក់2ចុះហើយខ្ញុំចុច generate មកឲ្យវាចាប់តាមធ្វើអញ្ចឹងអាកន្លែងនេះវារៀងយឺតតិចដោយសារតែខ្ញុំដាក់2នោះអញ្ចឹងវារៀងយឺតណាអ្នកគ្នាវារៀងយឺតតិចអូខេអញ្ចឹងអ្នកគ្នាធ្វើការរងចាំអញ្ចឹងខ្ញុំសុំ stop វីដេអូខ្ញុំសិនកុំឲ្យវាវែងឆ្ងាយពេកណាអ្នកគ្នាអញ្ចឹងខ្ញុំ stop វីដេអូខ្ញុំមក play សិនអូខេក្រោយពីយើង stop ហើយយើងទទួលបានបែបនេះគឺវាបាន generate អស់ហើយវាចេញមកបានបែបនេះ6វិនាទីហើយដោយសារតែបើយើងចង់បានលឿនហ្នឹងគឺយើងត្រូវការ upgrade វាអស់លុយទៀតណាបើសិនជាយើងគ្រាន់តែយកទៅផុសអីលេងធម្មតាយើងអាចធ្វើអាហ្នឹងបានអូខេធ្វើដូចខ្ញុំបានណាអ្នកគ្នាអត់បញ្ហាទេអូខេអញ្ចឹងយើងអាច download បានហើយអញ្ចឹងកន្លែងនេះវាអត់មានអីទេបើសិនជាអ្នកគ្នាអត់ចង់មាន watermark ទេអ្នកគ្នាលុប watermark វានឹងទាមទារយើង upgrade ដូចគ្នាអញ្ចឹងអានេះគ្រាន់តែជាចំណេះដឹងមួយហើយអ្នកគ្នាអាចយកទៅប្រើការបន្ថែមទៀតបានឬក៏ចំណុចខ្វះខាតណាមួយក៏សំខាន់តែនឹងអភ័យទោសផងដែរណាអ្នកគ្នាគឺវីដេអូនេះគ្រាន់តែខ្ញុំសូមរំលឹកសារថ្មីមកវិញឲ្យអ្នកគ្នាមើលអូខេវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងហើយអរគុណច្រើនយើងជួបវីដេអូក្រោយ